Hello សួស្តីអ្នកគ្នាជាមួយខ្ញុំគីម៉ាយថ្ងៃនេះខ្ញុំនឹងសម្ដែងរឿងមួយដែលមានចំណងជើងថាលើគ្រូក្មេងឡើងប្រឆាំងនឹងអ្នកឆោបោកភាគទី10ចំពោះទី16ដើម្បីកុំឲ្យសន្តិបាយច្រើនយើងចូលសាច់រឿងយើងទៅមុននឹងចូលទៅសាច់រឿងកុំភ្លេចជួយចុច like subscribe និងចុចសញ្ញាកណ្ដឹងអីនាងខ្ញុំម្នាក់មួយផងដូចជាការលើកទឹកចិត្តដល់នាងខ្ញុំណាអ្នកគ្នាចឹងហើយតោះយើងចូលសាច់រឿងយើងទាំងអស់គ្នាម្ចាស់វ័យក្មេងពិតជារួចផ្ដើមគំនិតដើម្បីឲ្យក្មេងស្រីដោយសារចៅវាយវ័យក្មេងចូលចិត្តក្មេងស្រីចានោះចាប់ពីពេលនេះតទៅក្មេងស្រីនឹងនៅជាមួយចៅវាយវ័យក្មេងហើយមើលថែគាត់គ្មានផ្លូវទេទុកឲ្យនាងមើលថែចៅវាយម្ចាស់ក្មេងដែលខូចចិត្តម្នាក់នោះតើអ្នកមិនសរសើរជំនាញពេទ្យរបស់ខ្ញុំទេអនុញ្ញាតឲ្យខ្ញុំចុះបាត់យ៉ាងហោចណាស់ពេលនាងអោបខ្ញុំហេតុអ្វីបានជាវាដូចគ្នានឹងការប្រឆាំងនឹងប៉ាវចុះមកខ្ញុំវិលមកវិមាននៃជីវិតនិងសេចក្តីស្លាប់យើងបានមកដល់ហើយអូយចង្កេះរបស់ខ្ញុំដល់សម្លៀកបំពាក់យកវាចេញទៀតវីដេអូយើងមានតែប៉ុណ្្នឹងទេណាមួយខ្ញុំអត់សូវមានពេលទំនេរធ្វើឲ្យអ្នកគ្នាទេហើយខ្ញុំចង់ប្រាប់អ្នកគ្នាថាខ្ញុំចាប់ជួបកងហើយនៅប្រហែលថ្ងៃទៀតនឹងឯងខ្ញុំជួបកងវិញហើយចឹងហើយខ្ញុំអត់បានធ្វើរឿងឲ្យអ្នកគ្នាមើលទៀងទាត់ដោយការពីមុនទេចឹងហើយខ្ញុំអាចនឹងធ្វើយូរជាពេលទំនេរពីការសិក្សាខ្ញុំនឹងធ្វើរឿងឲ្យអ្នកគ្នាមើលយូរប្រហែលជាមួយអាទិត្យពីរអាទិត្យអីអាចនឹងចេញភាគឲ្យអ្នកគ្នាមើលបានឆ្លៀតពេលទំនេរធ្វើរឿងនេះតិចឲ្យអ្នកគ្នាមើលចឹងណាអ្នកគ្នាហើយណាមួយទៀតបើរឿងដែលខ្ញុំបញ្ចូលហ្នឹងវាមានសលេងខុសប្លែកអីអ្នកគ្នាមិនបាច់ឆ្ងល់ទេព្រោះខ្ញុំមិនដែលនិយាយសលេងខ្ញុំស៊ីនទេសលេងហ្នឹងសាក់សលេងខ្ញុំនិយាយតិចទេអ្នកគ្នាព្រោះខ្ញុំអត់ចង់និយាយសលេងខ្ញុំទេព្រោះអីតែខ្ញុំនិយាយសលេងខ្ញុំស៊ីនទៅវារំខានបងអូនជីដូនមួយខ្ញុំថាទៅកើតហ្នឹងណាវាអាចនឹងភ្ញាក់រំខានបងអូនជីដូនមួយខ្ញុំដេកចឹងទៅខ្ញុំអត់ចង់ស្រែកចង់និយាយសំឡេងខ្ញុំទេព្រោះសំឡេងខ្ញុំសំឡេងលក្ខណៈឮរៀងខ្លាំងដែរជាទៅខ្ញុំតមសំឡេងខ្ញុំតិចតួចហើយណាមួយសំឡេងខ្ញុំផ្លាស់ប្ដូរទៅតាមពេលវេលាវាអត់ទៀងទេថ្ងៃខ្លះខ្ញុំនិយាយធម្មតាជាទៅថ្ងៃខ្លះទៅដូចគ្នាសំឡេងខ្ញុំនិយាយធម្មតាថ្ងៃខ្លះទៅវាដូរសលេងថ្ងៃខ្លះទៅវាស្អកឥឡូវខ្ញុំពងស្អកសលេងអ្នកគ្នាចឹងហើយវីដេអូយើងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអ្នកគ្នា Goodbye